បាទសូមគ្រប់នឹងជម្រាបសួរទាំងអស់គ្នាថ្ងៃនេះគឺថ្ងៃអាទិត្យនៅទី14ធ្នូឆ្នាំ2025បាទដោយសារតែថ្ងៃនេះបានមកលេងអ្នកម្ដាយនៅឯស្រុកណាប៉ុន្តែដោយសារតែមើលឃើញពីទង្វើដ៏ខុសខើរបស់ទាហានថៃដែលបានបាញ់ដាក់ប្រាសាទដោយចេតនាក្នុងនោះមានប្រាសាទតាក្របីដែលបំផ្លិចបំផ្លាញបាក់ស្រុតស្ទើរតែទាំងស្រុងណាហ្នឹងហើយអញ្ចឹងក៏លើកបាទអញ្ចឹងក៏លើកយកពីបញ្ហានឹងមកក្នុងនោះដែរដូចជានៅប្រាសាទព្រះវិហារគឺគោបរៈទី5គោបរៈទី5គឺទាហានសៀមឬក៏ទាហានចៅហ្នឹងគឺវាបានគេហៅថាដាក់ណាគេដាក់អីគេចុច GPS ហើយគេថតនៅពេលដែលគេទម្លាក់ចំគោបរៈទី5ខ្ទេចខ្ទីហើយក្នុងនោះមានដងចេញដែរគេហៅថាអង្គការ UNESCO ដែលកំពុងតែជួសជុលណាកាលពីសង្គ្រាមលើកទី1នោះដែលវាបានបាញ់ត្រូវហ្នឹងកំពុងតែជួសជុលហ្នឹងមកឃើញធ្លាក់បាក់មកដល់អញ្ចឹងវានាំគ្នាហូរសបាយត្រង់ចំណុចហ្នឹងគេហៅថាចេតនាហ្នឹងហើយចេតនាបំផ្លាញហ្នឹងហើយចេតនាបំផ្លាញប្រាសាទណានៅក្នុងចេតនាបំផ្លាញប្រាសាទឬក៏កំទេចចោលណានៅស្នាដៃឬក៏ស្ថាបត្យកម្មនៅស្ថាបត្យកម្មរបស់បុព្វបុរសមហាក្សត្រខ្មែរយើងតាំងពីសម័យណាមកនោះណាសម័យយូរលង់មកហើយហ្នឹងណាតាំងពីសម័យអង្គរហ្នឹងអញ្ចឹងកន្លែងដែលខ្ញុំចង់និយាយថាវាជាចេតនានេះជាចេតនាហ្នឹងគឺវាជាប់បណ្ដាសាហើយណាជាប់បណ្ដាសាអញ្ចឹងវីដេអូនេះគឺខ្ញុំចង់លើកយកអំពីគេបណ្ដាសារបស់ដូនតាយើងដែលកសាងប្រាសាទហ្នឹងឲ្យបានចាណាចាទុកនៅក្នុងកីឡាចរិតបាទសម័យហ្នឹងគឺគេសរសេរលើកីឡាចរិតបាទអញ្ចឹងចង់បញ្ជាក់អញ្ចឹងបានន័យថាការកសាងប្រាសាទគឺមានបណ្ដាសាមួយណាសម្រាប់ជនខលខូចឬក៏អ្នកណាដែលបំផ្លាញប្រាសាទណាហ្នឹងហើយតិចទៀតខ្ញុំបកមកនិយាយអាហ្នឹងវិញក៏ប៉ុន្តែខ្ញុំចង់លើកពីបញ្ហាការកសាងប្រាសាទបន្តិចបាទជារួមទី1បើសិនជាប្រាសាទហ្នឹងកសាងឡើងដើម្បីឧទ្ទិសដល់គេហៅថាព្រហ្មញ្ញសាសនាឬក៏ហៅថាព្រាហ្មណ៍សាសនាគឺគេតែងតែឧទ្ទិសដល់អាទិទេពទាំង3ក្នុងព្រាហ្មណ៍សាសនាឬក៏ព្រហ្មញ្ញសាសនាហ្នឹងគឺមានអាទិទេព3គឺព្រះសិវៈព្រះវិស្ណុនិងព្រះព្រហ្មណាអញ្ចឹងការកសាងប្រាសាទបែបគេហៅថាបែបព្រហ្មញ្ញសាសនាហ្នឹងឬក៏ព្រាហ្មណ៍សាសនាហ្នឹងគឺដើម្បីឧទ្ទិសថ្វាយដល់អាទិទេពទាំង3ហ្នឹងណាហើយវាមានពាក់ព័ន្ធនឹងរឿងគេហៅថាអាទិទេពនៅឋានលើឋានអីចឹងទៀតទៅហ្នឹងហើយអាហ្នឹងទី1ដល់ចំណុចទី2គឺជាចំណុចដែលគេនិយាយពីដង្វាយណាដង្វាយហ្នឹងហើយគឺព្រះមហាក្សត្រនៅសម័យនោះការកសាងប្រាសាទផ្សេងក៏មានគេហៅថាអ្នកមានអភិជនអីដែលមានគេហៅឋានៈខ្ពង់ខ្ពស់ឬក៏អ្នកមានអីហ្នឹងក៏គេជួយឧបត្ថម្ភដែរណាជួយឧបត្ថម្ភបាទថ្វាយជូនណាព្រះមហាក្សត្រឬក៏ដល់គេហៅថាអ្នកក្រុមកសាងអីចឹងទៅក្នុងនោះក៏មានគេហៅធ្វើអំណោយដូចជាគេហៅថាមាសពេជ្រកែវកងអ្នកខ្លះគេមានគេអញ្ចឹងទៅហើយអ្នកខ្លះទៀតគេឲ្យជាសត្វពាហនៈដូចជាគោក្របីអីចឹងទៅរហូតមានឲ្យជាគេហៅថាស្រែទៀតដីស្រែដីចំការអីចឹងហោហែរហូតដល់មានចំណុចមួយទៀតគេថ្វាយជូនដល់ទៅគេហៅថាអ្នកបម្រើក៏មានដែរនឹងខ្ញុំនិយាយកាត់ប៉ុណ្ណឹងណាពួកអីចំណុចសំខាន់គឺចំណុចទី3ការកសាងប្រាសាទចំណុចទី3ហ្នឹងគឺមានបណ្ដាសាទៅដល់ជនណាទៅដល់ជនណាឬក៏អ្នកណាមួយមកបំផ្លិចបំផ្លាញប្រាសាទមកបំផ្លិចបំផ្លាញប្រាសាទឬក៏លួចណាឬក៏លួចយកគេហៅថាវត្ថុស័ក្តិសិទ្ធិឬក៏គេហៅថារបស់មានតម្លៃនៅក្នុងប្រាសាទអីចឹងទៅបាទគឺត្រូវតែជាប់បណ្ដាសាហើយបណ្ដាសានេះទៀតសោតគឺមិនមែនធម្មតាទេបណ្ដាសានេះសោតបាទគឺអ្នកដែលប្រព្រឹត្តហ្នឹងគឺធ្លាក់ទៅឋាននរកណាធ្លាក់ទៅឋាននរកណា27ជាន់29ជាន់មានន័យថាធ្លាក់នរកហ្នឹងគឺធ្លាក់នរកមកជីវិតមកឬក៏គេហៅថាខ្លាំងក្លាបំផុតនោះគឺធ្លាក់នរករហូតដល់គេហៅថាព្រះអាទិត្យឬក៏ព្រះច័ន្ទលែងមានណាអញ្ចឹងយើងគិតមើលឥឡូវចូលតាំងពីសម័យអង្គរមកដល់ឥឡូវវា1000ឆ្នាំជាងអី
ព្រះអាទិត្យណាដែលតនបាត់ទៅណាណាព្រះអាទិត្យនៅតែមានព្រះច័ន្ទនៅតែមានហ្នឹងអញ្ចឹងគឺបណ្ដាសានឹងខ្លាំងមែនតើហើយមិនតែប៉ុណ្ណឹងទេគឺមានបណ្ដាសាបន្ថែមទៅទៀតឲ្យជនដែលផ្លេចផ្លាញប្រាសាទហ្នឹងគឺជួបនៅក្តីវិនិច្ឆ័យណាក្តីអន្តរាយចំពោះខ្លួនឯងណាចំពោះខ្លួនឯងហ្នឹងហើយបាត់បង់ជីវិតឬក៏ងាប់ណាដោយប្រការណាមួយណាស្លាប់ណាចោលពូជចោលកំពងអីចឹងទៅហ្នឹងហើយគឺបណ្ដាសាហ្នឹងគឺអត់បានទេមានន័យថាអ្នកណាដែលមកមើងងាយណាស្នាដៃរបស់វីរៈក្សត្រឬក៏ស្ថាបត្យកម្មស្ថាបត្យកខ្មែរដែលបានកសាងប្រាសាទហ្នឹងឯងគឺត្រូវតែទទួលយកបណ្ដាសាហ្នឹងហើយអញ្ចឹងបកមកវិញត្រង់ចំណុចបណ្ដាសានេះនៅពេលដែលតាហ៊ានថៃឬក៏តាហ៊ានចោលសៀមដែលមានចេតនាណាដែលមានចេតនាបំផ្លាញប្រាសាទតាកបីនេះដែលមានចេតនាបាញ់ដាក់ចំប្រាសាទហ្នឹងគឺអ្នកឯងនឹងទទួលនៅបរិសាដែលខ្ញុំបាននិយាយហ្នឹងហើយណាមិនត្រឹមតែអ្នកបាញ់ផ្ទាល់ទេអ្នកបញ្ជាពីក្រោយខ្នងឬក៏បពពួកដែលនៅជាមួយអ្នកដែលបាញ់បំផ្លាញប្រាសាទហ្នឹងអ្នកឯងនឹងទទួលនៅបរិសាធ្លាក់នៅរក់29ជាន់ឬក៏ធ្លាក់នៅរក់រហូតដល់ព្រះអាទិត្យឬក៏ព្រះច័ន្ទលែងមានហ្នឹងហើយសូមឲ្យអ្នកឯងវិនិច្ឆ័យហិនហោចណាវិនិច្ឆ័យហិនហោចណាទាំងអ្នកដែលបញ្ជាឬក៏អ្នកណាក៏ដែរនៅពីក្រោយបាទយើងមិនបាច់និយាយចំអ្នកណានៅពីក្រោយឈ្មោះទេគឺយើងដឹងហើយអ្នកណានៅពីក្រោយយើងដឹងហើយអញ្ចឹងសូមឲ្យអ្នកឯងវិនិច្ឆ័យហិនហោចណាបាត់បង់ពីលោកនេះទៅហ្នឹងហើយហើយឲ្យអ្នកឯងធ្លាក់នៅរក់ទៀតណាធ្លាក់នៅរក់ទៀតហ្នឹងហើយបាទចង់ខ្ទាតទឹកមាត់ពី3ដងដោយសារតែចង់ដល់ព្រោះបើនៅចិត្តព្រោះដាក់មុខអាអ្នកបាញ់ដាក់ប្រាសាទហ្នឹងមកហ្នឹងហើយអញ្ចឹងទេគឺចង់លើកយកពីបណ្ដាសាហ្នឹងណាបណ្ដាសាហ្នឹងអញ្ចឹងអ្នកឯងដែលប្រព្រឹត្តមកលើគេហៅថាប្រាសាទរបស់ខ្មែរណាបំផ្លាញដោយចេតនានឹងឯងនឹងទទួលបាននៅបណ្ដាសានេះចាក់ជាមិនខានផ្ទុយទៅវិញណានៅពេលនេះក្នុងកលៈទេសៈនេះខ្ញុំបាទសូមបន់សូមដំបងចង្រងសូមឲ្យពលឹងឬក៏ដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទណាកសាងប្រាសាទខ្មែរដ៏មានតម្លៃដែលជាកេរមរតកមិនអាចកាត់ថ្លៃបានសូមពលឹងដូនតាបុព្វបុរសវីរៈមហាក្សត្រខ្មែរសូមជួយថែរក្សាកងទ័ពនៅជួរមុខក៏ដូចជួរក្រោយទូទាំងប្រទេសជាពិសេសគឺបងប្អូនកងទ័ពណាវីរៈកងទ័ពដែលកំពុងតែស្វិតស្វាញណាកំពុងតែស្វិតស្វាញបាញ់តបទល់ជាមួយទាហានថៃនៅតាមព្រំដែនថៃទាំងអស់សូមឲ្យមានជោគមានជ័យឈ្នះអស់បច្ចាមិត្តជាពិសេសគឺឈ្នះដែលពួកអាចោសៀមដែលឈ្លានពានទឹកដីកម្ពុជាណាទានដីកម្ពុជានឹងឲ្យសូមឲ្យដួងវិញ្ញាណក្ខន្ធក៏ដូចជាវត្ថុស័ក្តិសិទ្ធិដែលថែរក្សាដូនតាដីដូនតារបស់ខ្មែរជាពិសេសដែលជាដួងពលឹងណានៅក្នុងគេហៅថាថែរក្សាប្រាសាទហ្នឹងតែម្ដងណាឬវត្ថុស័ក្តិសិទ្ធិទាំងអស់ដែលមាននៅក្នុងប្រាសាទហ្នឹងកាច់កបំបាក់ពួកអាចោធ្លានពៀនសៀមនេះឲ្យអស់ទៅហើយជួយឲ្យវិរៈកងទ័ពខ្មែររបស់យើងជៀសផុតណាពីគ្រោះដល់ជីវិតផ្សេងបាទសូមអរគុណសូមជម្រាបលា